ទស្សនីយតាមទីទីក្រុមអានតាមតែងតែថែរក្សានិងចិញ្ចឹមកូនរបស់បងប្អូនទៅតាមអាយុនិងការលូតលាស់របស់គាត់ដូចនេះខ្ញុំលើកយកការតាមដានទៅលើការដុសធ្មេញរបស់កុមារទៅតាមអាយុទី1គឺកុមារអាយុចាប់ពី6ខែទៅ12ខែការដុសធ្មេញរបស់គាត់បាន4ធ្មេញហើយកុមារអាយុចាប់ពី9ខែទៅ16ខែគឺកុមារដុសធ្មេញបាន8ធ្មេញហើយកុមារអាយុចាប់ពី13ខែទៅ19ខែគឺកុមារដុសធ្មេញបាន12ធ្មេញហើយកុមារអាយុពី17ទៅ23ខែគឺកុមារដុសបានតែ16ធ្មេញទេហើយកុមារអាយុពី23ទៅ33ខែគឺកុមារដុសបាន20ធ្មេញដោយសារការលូតលាស់របស់កុមារមានសុខភាពល្អនិងការលូតលាស់របស់ឆ្អឹងឬក៏ធ្មេញបានល្អនោះកុមារអាចនឹងលូតលាស់និងសុខភាពល្អទៅតាមវ័យនិងអាយុរបស់គាត់បើបងប្អូនឬក៏កូនរបស់បងប្អូនហ្នឹងមានការវិវត្តខុសគ្នាតិចតួចឬក៏ខុសគ្នាដោយសារមិនបានដុសធ្មេញឲ្យបានល្អឬក៏ក្រដុសធ្មេញនេះបងប្អូនអាចយកទៅពិគ្រោះជាមួយវិទ្យាដិតដើម្បីឲ្យវិទ្យាដិតវាយតម្លៃនិងពិនិត្យមើលនឹងអាចជួយឲ្យពួកវីតាមីនដែលជំនួយធ្មេញជំនួយឆ្អឹងឲ្យមានការដុសធ្មេញឲ្យបានល្អទៅតាមអាយុរបស់គាត់សូមអរគុណ